លោកអបរាជអធិស្ឋានផងខ្ញុំលីសិនហើយអ៊ីឆាងហេតុអីក៏បញ្ញាប់ទៅម្លេះសូម្បីតែផឹកស្រាលាគ្នាបបេងក៏មិនបានដែរខ្ញុំបញ្ញាប់ទៅសូមលោកអធិស្ឋានផងសង្ឃឹមថាថ្ងៃក្រោយយើងជួបគ្នាទៀត Founder and President. The Riti Group. មិនក៏ធ្វើអញ្ចឹងខ្ញុំនៅជាមួយលោកម្ចាស់ជាង15ឆ្នាំមិនដែលឃើញលោកម្ចាស់យ៉ាងអញ្ចឹងទេហើយគឺដោយសារតែ15ឆ្នាំខ្ញុំមិនដែលមានអារម្មណ៍ពិបាកចិត្តដូចថ្ងៃនេះទេលោកគិតទៅមើលសូម្បីតែចិត្តមនុស្សម្នាក់ក៏ខ្ញុំមិនអាចយកឈ្នះបានមិននឹងអាចយកឈ្នះទឹកដីនិងយកឈ្នះចិត្តប្រជារាស្ត្រនៅក្នុងលោកទេអាយ៉ាលោកម្ចាស់កុំនិយាយដល់ថ្នាក់ហ្នឹងថ្ងៃនេះអ៊ីងឆាងធ្វើអញ្ចឹងគឺដោយសារតែរឿងលីប៉ៃបញ្ជាក់ថាលីប៉ៃនេះពីមុនពេលដែលខ្ញុំជួបគេជាលើកទី1ខ្ញុំបាននិយាយជាមួយគេថាភាពច្បុកច្បល់នេះអ្នកណាអាចគ្រប់គ្រងទឹកដីខ្ញុំយល់ថាត្រូវពឹងលើកម្លាំងទ័ពនិងកលល្បិចលីប៉ៃវិញគេយល់ថាត្រូវពឹងលើគុណធម៌ពេលនោះខ្ញុំសើចគេថាគំនិតល្ងងនិងក្មេងខ្ចីប៉ុន្តែថ្ងៃនេះរឿងអ៊ីឆាធ្វើខ្ញុំយល់ថាលីប៉ៃនេះគួរឲ្យខ្លាចណាស់គេគួរឲ្យខ្លាចជាងយៀតសាប់លីវប៉ៃទើបជាសត្រូវធំពិតប្រកបរបស់យើង